ព្រោះតែសង្គ្រាមពួកយើងឆ្ងាយស្រុកតែសម្ដេចពុកសម្ដេចធិបតីគ្រប់ថ្នាក់ដឹកនាំរៀបចំភូមិថ្មីប្រជាប្រុសស្រីរស់នៅសុខសាន្តអ្នកភូមិរងចាំចំណាំមិនភ្លេចគុណនៃសម្ដេចតេជោក្លាហានមន្ត្រីរាជការគ្រប់ផ្នែកដែលបាននាំយើងគ្រប់ប្រានរុះឆ្ងាយផិតភ័យពួកយើងភៀសសឹកតែមានផ្ទះនៅមានភូមិមានផ្លូវមានគ្រប់អ្វីមានភ្លើងមានទឹកជុំប្រពន្ធប្តីមិនលំបាកអ្វីដោយកាលអតីតពួកយើងភៀសសឹកត្បិតមិនសូវល្អតែមានរបបប្រកបរកពិតប្តីជាយុទ្ធជនប្រពន្ធយុទ្ធមិត្តរុះកក់ក្ដៅពិតត្បិតថ្នាក់ដឹកនាំអ្នកភូមិរងចាំកត់ត្រាចំណាំមិនសោកស្ដាយសាំអត់ធ្មត់ស៊ូទ្រាំជឿជាក់ប្រកាសលើថ្នាក់ដឹកនាំអត់ធ្មត់ស៊ូទ្រាំសមាធិចាំជ័យពេលសម្ដេចស៊ូមិនលើកដៃទេក្នុងនាមជាខ្មែរស្អប់ភ្លើងអវជ័យយើងស្អប់សង្គ្រាមមិនចង់បាត់ដីចង់ឈ្នះជាថ្មីដោយច្បាប់ច្បាស់ការយើងតាមសម្ដេចតេជោធិបតីតវ៉ាយកជ័យគ្មានក្តីហិង្សាឈ្នះតាមផ្លូវច្បាប់ឈ្នះដោយអស្ចារ្យសកលលោកដឹងថាខ្មែរយើងត្រឹមត្រង់យើងមិនឆេវឆាវគ្មានធរខន្តីដោះស្រាយអ្វីឈ្នះត្រូវត្រង់វាជាសន្តិវិធីផូរផង់ប្រជាជាតិចង់បានសន្តិភាពអ្នកភូមិរងចាំក៏សូមផ្ដែផ្ដាំខ្មែរអើយចងចាំគ្រប់គ្នាត្រូវជ្រាបយើងសុខសប្បាយគ្រប់យុគខ្ពស់ទាបសូមបងប្អូនជ្រាបស៊ូទ្រាំគ្រប់គ្នានិពន្ធនឹងអានដោយដេចគុណមុខខ្មៅ